បាទចឹងប្រាសាទជាច្រើនដែលស្ថិតនៅក្នុងទីក្រុងហរិហរឡ័យគឺជាអតីតធានីនៃព្រះបាទជ័យវរ្ម័នទី2បងប្អូនបាទដែលបានកសាងដំបូងគេដោយព្រះអង្គគឺបានកសាងដំបូងគេបំផុតនៃរាជធានីហរិហរឡ័យបាទអញ្ចឹងមានប្រាសាទជាច្រើននៅក្នុងទីក្រុងហរិហរឡ័យនេះបាទបងប្អូនបាទអញ្ចឹងព្រះមហាក្សត្រដែលបានសោយរាជ្យនៅក្នុងសតវត្សទី9នេះគឺនៅដែលបានសោយរាជ្យនៅទីក្រុងហរិហរឡ័យនេះគឺមានដូចតទៅបាទទី1គឺព្រះបាទជ័យវរ្ម័នទី2ដែលព្រះអង្គជាព្រះមហាក្សត្រដែលដំបូងគេបំផុតដែលបានកសាងនៅរាជធានីហរិហរឡ័យនេះបាទគឺព្រះអង្គបានសោយរាជ្យឡើងសោយរាជ្យពីឆ្នាំ802ដល់ឆ្នាំ850នៃគ្រិស្តសករាជបាទហើយបន្តទៀតគឺរាជបុត្ររបស់ព្រះអង្គព្រះបាទជ័យវរ្ម័នទី3ដែលព្រះអង្គបានឡើងសោយរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គគឺចាប់ពីឆ្នាំ850ដល់ឆ្នាំ880សំទោសពីឆ្នាំ850ដល់ឆ្នាំ877នៃគ្រិស្តសករាជបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីខ្ញុំចេញដំណើរពីប្រាសាទអឡោបមកទីខាងលិចឥឡូវនេះខ្ញុំបានមកដល់ប្រាសាទអូក្អែកវិញម្ដងបងប្អូនបាទប្រាសាទអូក្អែកនេះគឺកសាងឡើងនៅក្នុងសតវត្សទី9បាទបងប្អូនបាទអញ្ចឹងទៅទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នានេះបងប្អូនប្រាសាទនេះមានឈ្មោះថាប្រាសាទអូក្អែកបាទប្រាសាទអូក្អែកនេះគឺមានទីតាំងស្ថិតនៅភូមិស្ពានក្អែកឃុំកណ្ដាយស្រុកប្រាសាទបាគងខេត្តសៀមរាបបងប្អូនបាទប្រាសាទអូក្អែកនេះមានប្រាង្គតែមួយទេគឺប្រាង្គតូលគឺសាងសង់អំពីឥដ្ឋដុតឆ្អិនបងប្អូនបាទហើយសាងសង់បែរមុខទៅទិសខាងកើតបងប្អូនបាទបងប្អូនយើងឃើញសសរពេជ្របាទគឺបាក់ជាកំណាត់នៅខាងមុខប្រាសាទតែម្ដងបងប្អូនបាទគឺមានក្បាច់ចម្លាក់ដ៏រស់រវើកផងដែរបាទនេះគឺសុទ្ធតែជាសសរពេជ្របងប្អូនបាទប្រាសាទអូក្អែកនេះគឺបាក់អស់មួយចំនួនណាបងប្អូនខាងលើនៅខាងលើនេះគឺបាក់ជញ្ជាំងកំពូលធ្លាក់មកខាងក្រោមអស់ហើយគឺនៅសល់តែផ្នែកខ្លះតែប៉ុណ្ណោះបងប្អូនមើលរបៀបនៃការសាងសង់នៃសំណង់របស់បុព្វបុរសខ្មែរយើងក៏ធ្វើបែបនេះបងប្អូនយើងឃើញមានថ្មហ្នឹងរៀងជាមូលហើយលយមកពីស៊ុមទ្វារដើម្បីភ្ជាប់មកជាមួយនឹងជញ្ជាំងឥដ្ឋបងប្អូនបាទគឺពិតជាអស្ចារ្យមែនទែនបងប្អូនបាទដូនតាខ្មែរគឺគាត់ធ្វើបែបហ្នឹងបងប្អូនបាទដើម្បីឲ្យភ្ជាប់មកជញ្ជាំងដើម្បីឲ្យមានការរឹងមាំណាបងប្អូនបាទនេះខាងក្នុងប្រាសាទបងប្អូនបាទគឺបាក់បែកអស់ហើយបងប្អូននៅខាងលើមកចំហៀងកំពូលអីហ្នឹងគឺបាក់បែកអស់ហើយបាទប្រាសាទអូក្អែកនេះបងប្អូនធ្វើដំណើរផ្លូវខាងលិចប្រាសាទបាគងហ្នឹងមកតាមផ្លូវគ្រូក្រហមមកលិចត្រង់មកបងប្អូនបាទមកដល់ឃុំកណ្ដែកហ្នឹងបងប្អូននឹងឃើញនឹងប្រាសាទហ្នឹងនៅជាប់ផ្លូវហ្នឹងតែម្ដងបងប្អូននៅជាប់ផ្លូវដែលយើងធ្វើដំណើរផ្លូវគ្រូក្រហមហ្នឹងតែម្ដងបងប្អូនខាងនេះគឺទ្វារបញ្ឆោតនៃទិសខាងជើងបងប្អូនឃើញមានក្បាច់រចនាជាត្របកជាផ្កាឈូកបងប្អូនបាទជាផ្លែឈូកជាផ្កាឈូកនឹងឯងបងប្អូនគឺស្រស់ស្អាតខ្លាំងមែនទែនបងប្អូនអើយនេះពិតជាអស្ចារ្យមែនទែនក្បាច់ហ្នឹងគឺរស់រវើកតែម្ដងបងប្អូនបាទកឡោតណាគឺទឹកដៃវិចិត្រករហ្នឹងគឺមិនធម្មតាទេបងប្អូនគឺវិចិត្រករសម័យនោះគឺខ្លាំងក្លាមែនទែនបងប្អូនអើយមិនសរសើរមិនបានទេបងប្អូនបាទពិតជាអស្ចារ្យខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានបងប្អូនបាទយើងឃើញមានកំណាត់សសរពេជ្រនេះគឺមានក្បាច់ផ្កាភ្ញីនៅលើនឹងយ៉ាងស្រស់ស្អាតបងប្អូននេះឃើញទេបងប្អូននេះគឺដំណគឺភ្ជាប់ពីស៊ុំទ្វារមកភ្ជាប់នឹងជាមួយនឹងជញ្ជាំងឥដ្ឋបងប្អូនគេធ្វើលក្ខណៈលយបែបនេះមកហើយរៀងជាមូលឬថាសសរនឹងជាមូលតែម្ដងបងប្អូនណាដើម្បីភ្ជាប់មកជញ្ជាំងឥដ្ឋបងប្អូនដើម្បីឲ្យស៊ុំទ្វារហ្នឹងគឺឈររឹងមាំជាមួយនឹងជញ្ជាំងហ្នឹងតែម្ដងបងប្អូនបាទពិតជាបច្ចេកទេសដ៏អស្ចារ្យបងប្អូនបាទហើយខាងនេះគឺជាខាងលិចគឺនៅខាងក្រោយប្រាសាទនេះគឺ
មានច្រកចូលតែទិសខាងកើតមួយទេបងប្អូនបាទច្រកបែកខាងត្បូងខាងជើងនិងខាងលិចហ្នឹងគឺសិតតែជាគេហៅថាទ្វារបញ្ឆោតទាំងអស់បងប្អូនប្រាសាទស្ពានក្អែកនេះគឺសាងសង់លើទីទួលសិប្បនិមិត្តមួយដ៏ធំខ្ពស់គួរសមដែរបងប្អូនហើយក៏មានកសិនទឹកព័ទ្ធជុំវិញហើយចំណែកនៅទិសខាងលិចហ្នឹងគឺមានជាអូបងប្អូនជាអូបុរាណនៅទិសខាងលិចបងប្អូនប៉ុន្តែអូបុរាណហ្នឹងឥឡូវនេះគឺคล้ายជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះគាត់ធ្វើស្រែនៅលើហ្នឹងហើយបងប្អូនបាទខាងនេះគឺជាទ្វារបញ្ឆោតនៃទិសខាងត្បូងបងប្អូនបាទយើងឃើញមានសសរពេជ្រជាកំណាត់នៅត្រង់នេះគឺច្រើនបងប្អូនបាទហើយក្បាច់រចនាអំពីផ្កាឈូកហ្នឹងបាទគឺបងប្អូនអើយអស្ចារ្យមែនតើណាបងប្អូនបាទស្រស់ស្អាតខ្លាំងណាស់នៅក្លោតច្បាស់តែម្ដងបាទពិតតែប្រាសាទមានការបាក់រលំបាទមួយចំនួនធំក៏ប៉ុន្តែក្បាច់រចនានៅលើទ្វារបញ្ឆោតគឺពិតជាស្រស់ស្អាតនៅរក្សាសម្រស់ដូចដើមអញ្ចឹងបងប្អូនបាទគឺពិតជាអស្ចារ្យមែនតើបងប្អូនអើយបានដូច្នេះខ្ញុំសូមនិយាយអំពីប្រវត្តិតទៅនឹងប្រាសាទអូក្អែកនេះជូនបងប្អូនស្ដាប់ក៏ដូចជាទស្សនាជាបន្តិចទៅបងប្អូនបាទហើយខ្ញុំក៏មិនបានដឹងច្បាស់លាស់អីដែលមានឯកសារច្បាស់លាស់ដើម្បីបញ្ជាក់អំពីប្រវត្តិនៃប្រាសាទនេះដែរប៉ុន្តែខ្ញុំបានសិក្សានិងស្រាវជ្រាវនិងបានរៀនសូត្រអំពីមគ្គុទ្ទេសក៍ទេសចរជាច្រើនហើយក៏ដូចជាតាមរយៈឯកសាររបស់អ្នកបុរាណវិទូនៃអាជ្ញាធរអប្សរាផងដែរបងប្អូនបាទអញ្ចឹងប្រាសាទអូក្អែកនេះគឺកសាងនៅក្នុងសតវត្សទី9បាទគឺនៅយើងអត់មានឯកសារឬក៏សិលាចារឹកណាដែលបញ្ជាក់អំពីស្ដេចអង្គណាមួយដែលបានកសាងនៃប្រាសាទអូក្អែកនេះទេបងប្អូនបាទគ្រាន់តែបានដឹងថាចាប់ពីសតវត្សទី9ហ្នឹងគឺក្នុងសតវត្សទី9ហ្នឹងមានព្រះមហាក្សត្រដល់ទៅ4អង្គដែលបានសោយរាជ្យនៅក្នុងសម័យហ្នឹងបងប្អូនបាទអញ្ចឹងប្រាសាទជាច្រើនដែលស្ថិតនៅក្នុងទីក្រុងហរិហរឡ័យគឺជាអតីតរាជធានីនៃព្រះបាទជ័យវរ្ម័នទី2បងប្អូនបាទដែលបានកសាងដំបូងគេដែលព្រះអង្គគឺបានកសាងដំបូងគេបំផុតនៃរាជធានីហរិហរឡ័យបាទអញ្ចឹងមានប្រាសាទជាច្រើននៅក្នុងទីក្រុងហរិហរឡ័យនេះបាទបងប្អូនបាទអញ្ចឹងព្រះមហាក្សត្រដែលបានសោយរាជ្យនៅក្នុងសតវត្សទី9នេះគឺនៅដែលបានសោយរាជ្យនៅទីក្រុងហរិហរឡ័យនេះគឺមានដូចតទៅបាទទី1គឺព្រះបាទជ័យវរ្ម័នទី2ដែលព្រះអង្គជាព្រះមហាក្សត្រដែលដំបូងគេបំផុតដែលបានកសាងនៅរាជធានីហរិហរឡ័យនេះបាទគឺព្រះអង្គបានសោយរាជ្យឡើងសោយរាជ្យពីឆ្នាំ802ដល់ឆ្នាំ850នៃគ្រិស្តសករាជបាទហើយបន្តទៀតគឺរាជបុត្ររបស់ព្រះអង្គព្រះបាទជ័យវរ្ម័នទី3ដែលព្រះអង្គបានឡើងសោយរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គគឺចាប់ពីឆ្នាំ850ដល់ឆ្នាំ880សុំទោសពីឆ្នាំ850ដល់ឆ្នាំ877នៃគ្រិស្តសករាជបងប្អូនបាទបាទហើយចំពោះព្រះមហាក្សត្រដែលសោយរាជ្យបន្តពីព្រះបាទជ័យវរ្ម័នទី3គឺព្រះបាទឥន្ទ្រវរ្ម័នទី1ដែលព្រះអង្គបានឡើងសោយរាជ្យចាប់ពីឆ្នាំ877ដល់ឆ្នាំ889នៃគ្រិស្តសករាជគឺព្រះបាទឥន្ទ្រវរ្ម័នទី1ព្រះអង្គបានកសាងនៅបារាយគេហៅថាបារាយឥន្ទ្រតដៈបងប្អូនបាទគឺដែលមានប្រាសាទលលៃនៅចំកណ្ដាលសពថ្ងៃហ្នឹងបងប្អូនបាទបន្ទាប់ពីហ្នឹងទៅគឺបន្ទាប់ពីព្រះបាទឥន្ទ្រវរ្ម័នទី1គឺព្រះបាទយសោវរ្ម័នទី1ដែលព្រះអង្គបានឡើងគ្រងរាជបន្តបាទគឺចាប់ពីឆ្នាំ889ដល់ឆ្នាំ900នៃគ្រិស្តសករាជបងប្អូនបាទហើយក៏សូមបញ្ជាក់អំពីស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី3ផងដែរគឺព្រះអង្គបានកសាងពេលព្រះអង្គឡើងគ្រងរាជបន្ទាប់ពីព្រះបិតារបស់ព្រះអង្គគឺព្រះអង្គបានកសាងនៅប្រាសាទព្រះគោនិងប្រាសាទបាគងបងប្អូនបាទចំណែកព្រះបាទយសោវរ្ម័នទី1ដែលព្រះអង្គឡើងគ្រងរាជពីឆ្នាំ889ដល់ឆ្នាំ900នៃគ្រិស្តសករាជនោះគឺព្រះអង្គបានកសាងប្រាសាទលលៃដែលជាប្រាសាទមួយស្ថិតនៅក្នុងចំកណ្ដាលនៃបារាយឥន្ទ្រតដៈបងប្អូនបាទ
ហើយជាខ្សត្រទី1ផងដែរដែលបានរើរាជធានីអំពីហរិហរាល័យទៅកាន់យសោធរបុរៈដែលមានប្រាសាទភ្នំបាខែងនៅចំចំណុចកណ្ដាលដែលសប្តាហ៍ថ្ងៃគឺជាតំបន់អង្គរនឹងឯងបងប្អូនបាទបានចឹងរាជធានីហរិហរាល័យនេះគឺមានទំហំធំធេងខ្លាំងក្លាដែរបងប្អូនបាទគឺបន្ទាប់ពីរាជធានីមហន្តរបរពតដែលស្ថិតនៅលើភ្នំកលែនបាទរបស់ព្រះបាទជ័យវរ្ម័នទី2ព្រះអង្គបានយាងចុះពីភ្នំកលែនមកតាំងរាជធានីនៅទីក្រុងហរិហរាល័យនេះបងប្អូនបាទគឺព្រះបាទជ័យវរ្ម័នទី2នឹងឯងបងប្អូនបាទបានចឹងការរៀបរាប់ក៏ដូចជាផ្ដិតយករូបភាពនៃប្រាសាទអូកឯករបស់ខ្ញុំបាទនៅពេលនេះគឺដល់ទីបញ្ចប់ហើយបងប្អូនបាទបើសិនជាមានកំហុសខុសឆ្គងដោយអចេតនាណាមួយសូមបងប្អូនមេត្តាខន្តីអភ័យទោសនិងជួយcomment នៅចំណេះដឹងឬក៏ប្រវត្តិច្បាស់លាស់អំពីប្រាសាទអូកឯកនេះនៅខាងក្រោមវីដេអូខ្ញុំបាទផងបងប្អូនបាទដើម្បីចែករំលែកដល់បងប្អូនក៏ដូចជាខ្ញុំបាទដើម្បីសិក្សាបន្តទៀតបងប្អូនបាទជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាសន្យាជួបគ្នានៅវីដេអូជាក្រោយទៀតបងប្អូនបាទសូមអរគុណបាទសូមជម្រាបលា